ពាក្យចាស់ពោលថាកុំពន្យល់អ្នកណាម្នាក់ឲ្យយល់ពីយើងបើសិនជាគេថាឲ្យពី3ម៉ាត់អ្នកទ្រាំមិនបានដេកមិនលក់បុកមិនលហើយទៅហើយអ្នកគិតមើលថាអ្នកទុនខ្សោយប៉ុណ្ណាហេតុអ្វីត្រូវដាក់ទណ្ឌកម្មលើខ្លួនឯងការខឹងគឺធ្វើឲ្យខូចខ្លួនប្រាណធ្វើឲ្យអារម្មណ៍រញ៉េរញ៉ៃធ្វើឲ្យមានជំងឺធ្វើឲ្យខ្លួនឯងអន់ជាងគេបើអ្នកខឹង1នាទីអ្នកនឹងធ្វើបាបខ្លួនឯងបើអ្នកខឹង1ម៉ោងប៉ះពាល់ដល់ចំណង់អាហារកុំយករឿងមិនសំខាន់ទៅរំខានមនុស្សសំខាន់កុំយករឿងសំខាន់ទៅរំខានមនុស្សមិនសំខាន់ត្រូវចងចាំថាអត្តចរិតគឺជាសំណាងល្អបំផុតរបស់អ្នកអាកប្បកិរិយាគឺជាហុងស៊ុយល្អបំផុតរបស់អ្នកមិនចាំបាច់និយាយពាក្យមិនចាំបាច់ជាមួយមនុស្សមិនចាំបាច់នាំឲ្យកើតអារម្មណ៍មិនចាំបាច់គំនិតមិននៅកម្រិតដូចគ្នាគ្រាន់តែគោរពទៅបានហើយទស្សនៈមិននៅកម្រិតដូចគ្នាគ្រាន់តែញញឹមទៅបានហើយដោយសុភាសិតខ្មែរពោលថាបណ្ឌិតស្ងៀមស្ងាត់ចាំស្ដាប់គ្រប់ម៉ាត់អ្នកពោលប្រស្រ័យប្រើស្មារតីគិតគំនិតកែខៃឲ្យបានជោគជ័យជាងពោលប្របាច់របស់ដែលគ្មានប្រយោជន៍ទោះជាថោកប៉ុណ្ណាក៏កុំទិញគឺខ្ជះខ្ជាយលុយកាក់មនុស្សដែលពឹងផ្អែកមិនបានទោះជាឯកាប៉ុណ្ណាក៏មិនត្រូវការគឺខ្ជះខ្ជាយពេលវេលាកុំចំណាយពេលទៅលើរឿងនិងមនុស្សគ្មានប្រយោជន៍តទៅទៀតពេលវេលាជាមាសប្រាក់ Time is money 时间是金钱គេថាអ្នកអាត្មានិយមគឺដោយសារគេមិនអាចកេងចំណេញលើអ្នកបានគេថាអ្នកចូលចំណោមគេមិនចប់គឺដោយសារអ្នកពិបាកបោកគេថាអ្នកមិនចេះដឹងគឺដោយសារអ្នកមិនស្ដាប់សម្ដីគេថាអ្នករឹងរូសណាស់នោះក៏ដោយសារគេគ្មានមធ្យោបាយគ្រប់គ្រងអ្នកមាត់គេនិយាយយ៉ាងម៉េចយើងមិនអាចគ្រប់គ្រងគេបានទេប៉ុន្តែដាច់ខាតកុំដោយសារតែគេនិយាយអ្វីនោះធ្វើឲ្យអ្នកដុតបំផ្លាញផ្លូវចិត្តខ្លួនឯងអសោះនៅពេលដែលអ្នកគិតមិនយល់ត្រូវផ្លាស់ប្ដូរការគិតនៅពេលដែលអ្នកគិតយល់អ្វីគ្រប់យ៉ាងហើយពាក្យសម្ដីភូតភរកុហកបោកប្រាស់និងការមួលបង្កាច់ទាំងនោះគឺកើតឡើងដោយសារតែអ្នកខ្លាំងពូកែជាងគេ